បានសួស្តីបងប្អូនថ្ងៃនេះនាំមកមើលភ្លឺស្រែមួយសារទៀតបងប្អូនបានដោយសារទេសភាពថ្ងៃរៀបលិចយើងស្អាតដូចចឹងនាំអារម្មណ៍បងប្អូនមកទស្សនានៅថ្ងៃរៀបលិចបាទនៅលើភ្លឺស្រែនៅក្បែរផ្ទះបាទបងប្អូនស្មាននេះទេសភាពស្អាតបាទហើយជាការក៏នាំកូនដើរលេងមកជុំពីចឹងណាបងប្អូនបាទប៉ុន្តែទោះមិនចំណោយនៅតែចាស់បងប្អូនចាស់ថ្ងៃរសៀលចឹងមែនប៉ុន្តែនៅតែចាស់បងប្អូនពេលច្រើនខ្ញុំនាំក្មេងៗដើរលេងបងប្អូនពេលល្ងាចពេលអីចឹងណាបងប្អូនដើរលេងតិចចឹងទៅភ្លឺស្រែឬអីកូនមើលទេសភាពអីផ្សេងៗចឹងណាបងប្អូនបានខ្ញុំចែករំលែកនៅសកម្មភាពរបស់ខ្ញុំដែរជាទូទៅខ្ញុំតែងតែបានន័យថាមួយអាទិត្យយ៉ាងហោចណាស់មួយថ្ងៃបាទយើងចំណាយពេលជាមួយក្រុមគ្រួសារបងប្អូនបានយើងធ្វើការហត់នឿយថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយយើងយកពេលវេលាខ្លះដើម្បីខ្លួនយើងដែរបាទដើម្បីកុំឲ្យខ្លួនយើងគិតច្រើនពេកយើងគិតថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រហើយយើងមិនគួរណាយើងយកអារម្មណ៍របស់យើងយកទៅគិតឲ្យវាមានភាពសុខស្មាញហើយយើងព្យាយាមបន្ធូរអារម្មណ៍តានតឹងជាការល្អបាទជាការល្អប្រសើរព្រោះថាជាទូទៅយើងម្នាក់យើងតែងតែខំប្រឹងបាទខំប្រឹងគ្រប់គ្នាបាទទាំងគេទាំងខ្ញុំប៉ុន្តែគាត់ថាសកម្មភាពអស់ហ្នឹងយើងគួរតែបន្ថយខ្លះបាទថយខ្លះដើម្បីមានការសម្រាកខ្លះដើម្បីខ្លួនយើងហើយសកម្មភាពនេះវាជួយឲ្យយើងបាទទទួលបាននូវសុខភាពដែរបាទសុខភាពល្អខាងផ្លូវចិត្តបាទទោះយើងមិនបានហាត់ប្រាណអីក៏យើងទទួលបានសុខភាពផ្លូវចិត្តសំខាន់បងប្អូនសំខាន់ណាស់មិនជាងការហាត់ប្រាណទៀតជួនការហាត់ប្រាណប៉ុន្តែយើងអត់មានផ្លូវចិត្តយើងអត់ល្អបាទក៏យើងបាទនៅសុខភាពតាមនឹងដែរបងប្អូន